មកដឹងពីមូលហេតុទាំងអស់នេះដែលនាំធ្វើស្ត្រីយើងកើតមានទៅលើបញ្ហានៃការសុទ្ធស្បូនទូទៅលើបញ្ហាសុទ្ធស្បូនមិនមែនកើតឡើងតែចំពោះស្ត្រីអ្នកដែលគាត់ស្ថិតនៅវ័យច្រើនឬក៏អ្នកដែលគាត់អស់រដូវនោះទេសូម្បីតែអ្នកនៅលាវចានៅក្មេងក៏អាចកើតមានទៅលើបញ្ហាដូចគ្នាដែរហើយភាគច្រើនគឺកើតឡើងចំពោះស្ត្រីអ្នកដែលគាត់ធ្វើការងារលើករបស់ធនគុណខ្លាំងឬក៏អ្នកដែលគាត់ឧស្សាហ៍អង្គុយចង់ហោរយៈពេលយូរដែលអត់មានអីធប់គូតណាហើយមួយវិញទៀតក៏កើតឡើងចំពោះស្ត្រីអ្នកដែលគាត់ចាសម្ញាកូនធម្មជាតិញឹកញាប់ខ្លាំងពេកឬក៏កូនរបស់គាត់មានសភាពថ្លោះខ្លាំងឬក៏អ្នកដែលគាត់មានបញ្ហាមួយគឺឧស្សាហ៍រំលូតកូនញឹកញាប់ដោយធ្វើការលាងសម្អាតញឹកញាប់គឺងាយធ្វើឲ្យគាត់ជួបបញ្ហាទាំងអស់នោះដូចគ្នាដែរហើយក៏អាចកើតឡើងចំពោះអ្នកដែលគាត់លើសគីឡូខ្លាំងឬក៏អ្នកដែលគាត់មានបញ្ហាជំងឺទល់លាមកជារៀងរាល់ថ្ងៃឬក៏អ្នកដែលគាត់មានបញ្ហាជំងឺក្អកជាប្រចាំថ្ងៃក្អករ៉ាំរ៉ៃចុះបើសិនជាបងប្អូនស្ត្រីអ្នកដែលកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះសូមបងប្អូនឆាប់ធ្វើការរកដំណោះស្រាយបើយើងស្ថិតនៅក្នុងកម្រិតទី1ចាគឺអត់សូវមានលេចរោគសញ្ញាអីឲ្យយើងដឹងច្រើននោះទេតចូលដំណាក់កាលទី2ទី3អានឹងទៅយើងដឹងថាខ្លួនឯងមានបញ្ហាទៅលើការសុទ្ធស្បូនចុះបងប្អូនស្ត្រីដែលកំពុងតែជួបកើតមានតែបញ្ហាទាំងអស់នេះចង់បានព័ត៌មានលម្អិតឬក៏ចង់ច្បាស់ទៅលើបញ្ហាសុខភាពអាចទៅជួបគ្រូពេទ្យឬក៏ចង់បានព័ត៌មានលម្អិតអាចឆាតមកនឹងខ្ញុំផ្ទាល់ផងដែរ